បាទគ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតអូខេវីដេអូនេះផងដែរខ្ញុំនឹងធ្វើការបរៀនបងប្អូនតាក់ទងជាមួយនឹងរបៀបនៅក្នុងការ add page ចូលទៅកាន់ admin យើងសម្រាប់ធ្វើការ boot អញ្ចឹងបងប្អូនដឹងអីថាការ boot យើងត្រូវមាន page ហើយយើងត្រូវមាន admin ហើយធម្មតាបងប្អូន admin boot គឺយើងមានច្រើនតែ admin ដែលយើងគ្រប់គ្រង page គឺយើងមានតែមួយដែលហៅថា admin goal ឬក៏យើងហៅថា owner អញ្ចឹងណាអញ្ចឹងឧទាហរណ៍ថាឥឡូវ page មួយនេះខ្ញុំមាន admin ផ្សេងមួយទៀតសម្រាប់គ្រប់គ្រងវាអញ្ចឹងខ្ញុំចង់ផ្ទេរ page មួយនេះចូលមកក្នុង admin មួយនេះដើម្បីកាន់ធ្វើការ boot អញ្ចឹងណាអញ្ចឹងតើរបៀបផ្ទេរគេផ្ទេរបែបណាអញ្ចឹងណាអញ្ចឹងបងប្អូនមើលទាំងអស់គ្នានៅក្នុងវីដេអូនេះបងប្អូននឹងធ្វើការចេះផ្ទេរ page មកចូលក្នុង admin នេះបានហើយយើងកំណត់សិទ្ធិរបស់វានៅក្នុងការឲ្យ admin នេះគ្រប់គ្រងទៅលើអីគេខ្លះទៅក្នុង page នេះអញ្ចឹងណាសារវាគ្រាន់តែជា admin boot ទេវាមិនមែនជា admin goal ធំសំខាន់ទេអញ្ចឹងណាវាគ្រាន់តែជាadmin សម្រាប់ធ្វើការ boot តែប៉ុណ្ណោះអញ្ចឹងសម្រាប់បងប្អូនដែលទិញ account ពីខ្ញុំទៅជាប្រភេទ account អត់ជាប់ពន្ធហ្នឹងហើយចង់ផ្ទេរ page ចូលមកដើម្បីដាក់ boot នៅលើហ្នឹងបងប្អូនមើលវីដេអូនេះគឺត្រូវហើយអញ្ចឹងណាអូខេអញ្ចឹងអញ្ចឹងរបៀបធ្វើគឺបងប្អូនចូលមកក្នុង page របស់យើងអញ្ចឹងមកបងប្អូន select ដាក់ page យើងអញ្ចឹងសិនមកបន្តមកទៀតបងប្អូនធ្វើការចូលទៅក្នុង setting page អញ្ចឹងខ្ញុំសូមពន្លា page ឲ្យធំនេះសិនដើម្បីស្រួលចុចបង្ហាញបងប្អូនណាអញ្ចឹងបងប្អូនចូលមកកន្លែង setting ណាចុចកន្លែង setting មកហើយបងប្អូន scroll មកក្រោមបងប្អូនរកមើលកន្លែងដាក់ថា page setup អញ្ចឹងណាបងប្អូនចុចលើពាក្យ page setup ហ្នឹងមកហើយបងប្អូនរកមើលកន្លែងពាក្យថា page access អញ្ចឹងណាអញ្ចឹងបងប្អូនចុចលើកន្លែងពាក្យ page access ហ្នឹងមកវាឃើញ admin goal អញ្ចឹង admin នេះខ្ញុំអ្នកបង្កើតអញ្ចឹងណាអញ្ចឹង admin ដើមអញ្ចឹងណាអញ្ចឹងបងប្អូនត្រូវការ add នៅ admin ផ្សេងទៀតដើម្បីចូលមកធ្វើការ boot អញ្ចឹង admin ផ្សេងទៀតធ្វើការ boot បងប្អូនគ្រាន់តែចុច add មកហើយបងប្អូនចុច next មកអញ្ចឹងវាធ្វើការឲ្យយើង search អីកន្លែងនេះវាដាក់ថា search name or email អញ្ចឹងយើងអត់ចាំបាច់ធ្វើអញ្ចឹងទេដោយសារអី account នេះវាមាន ID អញ្ចឹងយើង search តាមរយៈ ID ឃើញលឿនជាងហើយច្បាស់1លានភាគរយហ្មងមិនមែន100%ទេគឺ account មួយហ្នឹងតែម្ដងអញ្ចឹងយើង copy ID វាមកហើយយើងយកវាមកផាសចូលក្នុងហ្នឹងមកអញ្ចឹងវាបង្ហាញ account ហ្នឹងមកគឺច្បាស់ការ100%តែម្ដងអញ្ចឹងយើងគ្រាន់តែចុចមកហើយបងប្អូនមើលកន្លែងនេះអញ្ចឹងបើសិនក្នុងករណីបងប្អូនបើកមុខងារ full control គឺមានន័យថាបងប្អូនផ្ដល់សិទ្ធិឲ្យ account មួយនេះគ្រប់គ្រងលើ account លើ page បងប្អូន100%មានថាគ្រប់គ្រងទៅលើការ add admin ថ្មី remove admin ចាស់អញ្ចឹងណាអញ្ចឹងគឺវាអត់សុវត្ថិភាពទេសម្រាប់បងប្អូនប្រើប្រាស់អញ្ចឹងបងប្អូនកុំបើកមុខងារ full control នេះបងប្អូនឲ្យវាមានមុខងារត្រឹមតែ create content អីផ្សេងៗហើយនឹងការ boot ទៅបានហើយអញ្ចឹងណាអញ្ចឹងអានេះសិទ្ធគឺគាត់អត់អាច add admin ថ្មីបន្ថែមទៀតបានទេបងប្អូនតន់ណាហ្នឹងហើយអញ្ចឹងគាត់អាចបានត្រឹមតែជាអ្នក boot ឬក៏អ្នកមើល message តបឆាតតបអីធម្មតាបានតែគាត់អត់អាចធ្វើការអឺបើថាគាត់អត់អាចធ្វើការ add admin ថ្មីបន្ថែមទៀតទេអញ្ចឹងវាសុវត្ថិភាពដល់ page របស់យើងអញ្ចឹងណាអត់ខ្លាចថា add admin នេះចូលទៅ admin នេះលួច page យកទៅបាត់ព្រោះយើងអត់បើកអាមុខងារ full control នេះទេallow person to have full control នេះទេគឺអត់អាចទេអញ្ចឹងណាបងប្អូនត្រូវដឹងកន្លែងហ្នឹងដែរអញ្ចឹងក្នុងការបងប្អូនមិនមែនថាតតែបងប្អូនជាអ្នក boot ខ្លួនឯងឬក៏បងប្អូនអីទេសូម្បីតែបងប្អូនជួលសេវាកម្ម boot គេក៏បងប្អូន add page ឲ្យគេដាក់ admin គេចូលមកគឺយើងដាក់ត្រឹមតែជា editor ឬក៏ដាក់ត្រឹមហ្នឹងបានហើយយើងកុំបើកអាមុខងារ full control ហ្នឹងអញ្ចឹងមុខងារមួយហ្នឹងគឺសំខាន់បើយើងបើកអាហ្នឹងគឺគេអាចលួច page យើងបានគ្រប់ពេលតែយើងបើយើងអត់បើកអាហ្នឹងទេគឺគេអាចលួច page យើងបានទេចឹងបងប្អូនតន់ណាអញ្ចឹងយើងគ្រាន់តែចុច give access មកគឺវាឲ្យដាក់ password អញ្ចឹងកន្លែងដាក់ password នេះយើងបញ្ចូល password account របស់យើងមិនមែនចូល password account នេះទេគឺបញ្ចូល password account ដែលគ្រប់គ្រង page មួយហ្នឹងអញ្ចឹងខ្ញុំសូមដាក់ password បន្តិចខ្ញុំទាញយកមកដាក់ password តិចសិនអូខេអូខេអញ្ចឹងបន្ទាប់ពីយើងដាក់ password ហើយយើងគ្រាន់តែចុច confirm វាមកអូខេអញ្ចឹងវាឲ្យអ្នកគ្នាយើង share វិញអញ្ចឹងវាថាវាមានសុពលភាពនៅក្នុងការ invite ទៅហ្នឹងគឺរយៈពេល30ថ្ងៃអញ្ចឹងបើសិនក្នុងរយៈពេល30ថ្ងៃហ្នឹងបើសិនជា admin នេះអត់ទទួលទេវានឹង load ដាច់ចេញពីក្នុងធម្មតាអញ្ចឹងណាតែបើសិនជាទទួលក្នុងរយៈពេល30ថ្ងៃហ្នឹងគឺចូលបានធម្មតាអញ្ចឹងយើងចាំបាច់ទៅដល់30ថ្ងៃអីយើងត្រូវការ boot ហើយ add ភ្លាមទទួលភ្លាមមកបងប្អូនចូលមកក្នុងនេះមកបងប្អូនមើលនៅក្នុងនេះអូខេឃើញទេវា load notification មកចុះបើសិនជាវាអត់ load notification មកធ្វើម៉េចអត់បាក់ទេបងប្អូនគ្រាន់តែចូលមក copy link profile វាហ្នឹងមកបើកខ្វាច់មកអូខេយកមកផាសចូលក្នុងនេះខ្វាច់មកក្នុង account admin យើងមកដាក់ port មកអូខេឃើញទេនេះវាចេញមកវាមានកន្លែងយើង receive ឃើញអត់យើងចូលតាមហ្នឹងក៏បានឬក៏យើងចូលតាមនេះក៏វាឃើញកន្លែងយើង receive ដូចគ្នាដែរអញ្ចឹង receive invite អញ្ចឹងណា
សុំទោស review invite ច្រឡំ receive ខ្ញុំច្រឡំពាក្យ receive receive ក៏ទទួលដែរប៉ុន្តែកន្លែងនេះពាក្យបច្ចេកទេសគេគឺគេដាក់ថា review invite អញ្ចឹង review invite គាត់ចុច review invite ហ្នឹងមកហើយយើងចុច next ហើយចុច accept អញ្ចឹងចុច accept កន្លែងហ្នឹងកាលពីមុនបងប្អូនអាចចុច accept បានតែអត់ត្រូវការ verify ជាមួយនឹង mail ទេប៉ុន្តែឥឡូវហ្នឹងគឺអត់ទេទទួល page គឺអ្នកដែលទទួលហ្នឹងដែលជា admin ហ្នឹងគឺ 100% ត្រូវតែដាក់លេខកូដ verify ជាមួយ email ចូលអញ្ចឹងបងប្អូនបានមើលក្នុងអាមេរៀនមុនគឺយើងមាន Outlook ដែលជា mail របស់ page ហ្នឹងគឺយើងត្រូវចូលទៅយក mail វាមកយកកូដវាមកអូខេអូលោតចេញហ៎អូខេជប់បងប្អូនណាមិញ Outlook យើងលោតចេញអូខេអញ្ចឹងយើងកន្លែងនេះ send code អូខេវាឲ្យ send code ទៅជាមួយនឹង email ដែលយើង verify អញ្ចឹងខ្ញុំដាក់ចូលផ្លាច់មកខ្ញុំ verify ចូល Outlook មួយទៀតសិនអូខេអញ្ចឹង send code ខ្វាច់មកអញ្ចឹងចាំមើល code វាផ្ញើចូលមែនអាហ្នឹងក្នុងករណីបញ្ហា Outlook យើងអញ្ចឹងយើងដោះស្រាយភ្លាមៗអញ្ចឹងទៅបងប្អូនណាមានបញ្ហាដោះស្រាយគេហ្នឹងទៅរៀនបណ្ដាធ្វើបណ្ដាដោះស្រាយបណ្ដាបងប្អូនចេះច្រើនអញ្ចឹងណាវាមិនមែនល្អទាំងអស់ស្រួលទាំងអស់ទេបងប្អូនណាអូខេខ្វះលេខឈប់ sorry អូខេហើយនេះលេខ2 5 9 8អូខេចូលហើយផ្លុកអូខេអញ្ចឹងវាចូលហើយនេះវាផ្ញើកូដមកមួយលើគេនេះយើង copy មកចូលមកដាក់ចូលទៅក្នុងកន្លែងយើង receive មិញនេះយើងដាក់លេខកូដនឹងចូលមកយើង confirm វាមកអូខេអញ្ចឹងយើងទទួល page បានជោគជ័យអញ្ចឹងបើសិនជាយើងអត់មាន mail បងប្អូន question មួយសួរថាចុះបើយើងអត់មាន mail ធ្វើមិនទៅគឺស្ពៃអត់មានមិនទេគឺស្ពៃតែម្ដងអញ្ចឹង mail សំខាន់បងប្អូនត្រូវមាន mail នឹងជាគោលដាក់ក្នុងហ្នឹងទៅបើសិនជា account ADS ដែលបងប្អូនមានឬក៏ account ដែលបងប្អូនកាន់ boot ហ្នឹងអត់មាន mail ដើម្បីទទួល page ទេគឺស្ពៃតែប៉ុណ្្នឹងឯងគឺយើងអត់មានធ្វើអីចេញទេអញ្ចឹងបងប្អូនត្រូវដឹងកន្លែងហ្នឹងយើងធ្វើបែបហ្នឹងក្នុងការ add page អញ្ចឹងបងប្អូន add 4 10 20 page ទៀតចូលមកក្នុង admin មួយហ្នឹងក៏បងប្អូនត្រូវដាក់អញ្ចឹងដែរអញ្ចឹងណាអូខេអញ្ចឹងពេលដែលយើងបានហ្នឹងហើយគឺយើង full control អត់ full control យើងអាចធ្វើការងារលើ page ហ្នឹងបានហើយយើងអាច boot ទៅលើ page ហ្នឹងបានហើយអញ្ចឹងណាចង់ដាក់ boot បែបម៉េចបានហើយអញ្ចឹងណាអូខេអញ្ចឹងបងប្អូននៅក្នុងមេរៀនតាក់ទងជាមួយនឹង add page ហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានចម្ងល់អីអាចឆាតមកសួរថែមទៀតបានអញ្ចឹងណាអូខេអញ្ចឹងជួបគ្នានៅវីដេអូក្រោយបើសិនជាបងប្អូនចាប់អារម្មណ៍កុំភ្លេចជួយ subscribe ផងយើងនឹងទទួលបានវីដេអូថ្មីៗរហូតនៅក្នុង YouTube ហ្នឹងណាអូខេបាយបាយជួបគ្នាវីដេអូបន្ទាប់